ពេលបានជិះតាមផ្លូវនឹកឃើញសម័យរូបភាពកាលពីក្មេងធ្លាប់មានក្តីសម័យចង់ទៅនៅក្បែរភ្នំគូរូបផ្ទះមានដើមឈើមានអីនៅក្បែរផ្ទះហើយស្លឹកផ្ទះស្លឹកនៅក្បែរជើងភ្នំមើលកាត់ធាតុហើយនឹងមើលថ្ងៃលិចចឹងណាតែដល់ពេលមកដល់បច្ចុប្បន្នគឺអត់ចង់ទេព្រោះអីព្រោះនៅអត់ភ្លើងអត់បានប៉ុណ្ណឹងចឹងឥឡូវក្តីសម័យនេះគឺឆាចោលឥឡូវគឺយើងមើលទស្សនវិជ្ជាជិះមកកំពង់ត្រាចឥឡូវគឺមកដល់ភ្នំហ្នឹងគឺដាក់មកប៉ុស្តិ៍ពីប៉ុស្តិ៍សិនទស្សនវិជ្ជាគឺស្អាតមែនតើនិយាយរួមទៅគឺទឹកដីខ្មែរយើងគឺអស្ចារ្យមើលរូងភ្នំនិយាយទៅគឺមិននឹកស្មានថាមានកន្លែងដ៏ស្រស់ស្អាតចឹងណាហើយនៅក្នុងរូងក្នុងកំពង់ត្រាចវិញស្រឡះហើយមានកន្លែងរូងមួយគឺខ្យល់ត្រជាក់មែនតើរូងហ្នឹងគឺយើងទៅដល់កន្លែងហ្នឹងគឺខ្យល់ត្រជាក់ខុសពីរូងកន្លែងផ្សេងក្មេងៗនឹងប្រាប់ថានឹងជារូងខ្យល់ហ្នឹងហើយត្រជាក់24ម៉ោងហើយក៏យើងបានទៅដើរអុជធូបនៅកន្លែងដែលមានអាសនៈហ្នឹងបន្ទាប់ពីយើងដើរចេញពីភ្នំពីខាងមុខទៅដល់ខាងក្រោយគឺមានកន្លែងយើងជិះសេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានឃើញទស្សនវិជ្ជាស្អាតណាខ្ញុំសូមរីកមិនឲ្យអ្នកទាំងអស់គ្នាទៅជិះសេះគឺល្អខ្លាំងមែនតើជាពិសេសហ្នឹងហើយបើមានគ្នាច្រើនម្នាក់តាម8000ទេតែបើគ្នាតិចម្នាក់10000ខុសគ្នាតែ2000ហើយជាពិសេសតាមហ្នឹងយើងបានមើលឃើញទស្សនវិជ្ជានៅជុំវិញភ្នំគឺគេជិះសឹងតែមកជុំវិញហ្នឹងយើងជិះតាមជុំវិញភ្នំហ្នឹងគឺយើងឃើញទស្សនវិជ្ជាស្អាតមែនតើហើយបើសិនជាចង់ទៅខ្ញុំសូមណែនាំអ្នកទាំងគ្នាទៅរដូវវស្សាព្រោះដោយសារតែមេឃភ្លៀងមកដើមឈើនៅអមជុំវិញហ្នឹងគឺវាដុះខៀវល្អស្អាតមែនតើជាពិសេសគឺស្លែដែលកាន់នៅលើថ្មជាងថ្មវានឹងឡើងពណ៌បៃតងស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងបើសិនជាចង់ទៅដើរលេងឲ្យឃើញទស្សនវិជ្ជាមួយទឹកខៀវស្ងាត់ស្អាតអញ្ចឹងទៅខែវស្សាគឺល្អខ្លាំងជាងគឺយើងឃើញបានយើងបានមើលឃើញព្រៃភ្នំតាមហ្នឹងហើយជាពិសេសពេលដែលដើរគឺក្លិននៃអាចគេហៅថារុក្ខជាតិពណ៌បៃតងគឺភាយមកគឺល្អខ្លាំងមែនតើម៉ូតូមួយគ្នាពីរនាក់ជិះទៅដល់ណាក៏ទៅដែរហើយបើទស្សនវិជ្ជានៅតាមផ្លូវអាទិត្យភ្លើងក៏ស្អាតដូចគ្នាអញ្ចឹងមកថាទៅដើរលេងពេលរដូវវស្សាគឺល្អខ្លាំងមែនតើហ្នឹងហើយបន្ទាប់ពីខ្ញុំចេញពីកំពង់ត្រាចមកគឺពួកខ្ញុំមកជិះទៅលេងនៅខាងនេះគេហៅថាឡាងភ្នំទឹកធំនៅទូដែនវៀតណាមប្រហែលជាមានអ្នកខ្លះស្គាល់អ្នកខ្លះក៏ដែលបានដឹងបានទៅដែរព្រោះផ្លូវបើសិនជាទៅចំពេលខែវស្សាវារៀងពិបាកបន្តិចតែបើសិនជាទៅក្នុងអំឡុងខែ11អីគឺល្អខ្លាំងមែនតើអត់បាច់ពិបាកដូចខ្ញុំហ្នឹងណាចុះលៀងជើងលៀងអីបាច់ព្រោះដោយសារតែជីមកហ្នឹងគឺផកខ្លាំងមែនតើហ្មងតែក៏អត់ស្ដាយដែរព្រោះដោយសារជីមកអូវា fresh ខ្លាំងមែនតើដើមឈើហើយនឹងស្មៅហើយនឹងស្រូវដុះតាមគៀនផ្លូវដោយទស្សនវិជ្ជាខ្លួនឯងកាលពីសម័យពីក្មេងដែលជិះឬមកក៏ដើរតាមផ្លូវដោយមានស្មៅមានស្រូវដុះអមសងខាងជាងទៅគឺអូយស្រឡះខ្លួនហើយឥឡូវគឺខ្ញុំបានចូលមកដល់ក្នុងរូងភ្នំទឹកធំគឺទស្សនវិជ្ជាគឺស្អាតខ្លាំងបងប្អូនអាចមើលបានគឺมันគួរជឿថាមានកន្លែងដ៏ស្រស់ស្អាតអញ្ចឹងហើយពេលដែលយើងជិះទូកហ្នឹងគឺគិតតាមសទ្ធាទេយើងចង់ឲ្យគាត់បានប៉ុណ្្នឹងទៅគឺគាត់អត់មានទារថ្លៃយើងទេអានេះគឺខ្ញុំទៅលើកតាក់ស្ដាយនៅពេលហ្នឹងមកថាពេលក្រោយគឺខ្ញុំអត់ដឹងទេហើយនៅពេលដែលយើងជិះទៅដល់ខាងមុខហ្នឹងគឺក៏មានច្រកឡើងទៅខាងលើមានខាងលើហ្នឹងគឺស្អាតមែនតើខ្ញុំបានឡើងតាមច្រាំងថ្មទេព្រោះដោយសារតែពេលដែលខ្ញុំទៅគឺពេលមេឃភ្លៀងអញ្ចឹងគឺវាល្អិលអញ្ចឹងខ្ញុំអត់ហ៊ានឡើងតាមច្រាំងថ្មថតរូបទេបានតែប៉ុណ្្នឹងឯងហើយនៅពេលដែលយើងឡើងទៅដល់លើនោះមានរូបពុទ្ធបដិមានៅខាងលើនោះយើងអាចបន់ស្រន់ទៅសុំទឹកក្តីសុខទាំងទៅទាំងមកអញ្ចឹងទៅហើយនៅខាងឆ្វេងណាក៏មានកន្លែងថតរូបបន្តិចដែរហើយបន្ទាប់មកខ្ញុំបានទៅដល់ខាងឆ្នេរកោលអានេះបញ្ចប់វីដេអូតែម្ដង